មានមនុស្សច្រើនណាស់ដែលប្រឹងប្រែងបំពេញភារកិច្ចយ៉ាងខ្លាំងក្លាប៉ុន្តែជីវិតពួកគេហាក់ដូចជាមិនមានដំណើររលូនទៅមុខទាល់តែសោះលុយកាក់នៅតែខ្វះខាតសម្ពាធនៅតែធ្ងន់ទំនួលខុសត្រូវអំរែកកាន់តែធំឡើងធ្ងន់ឡើងយូរទៅពួកគេក៏ចាប់ផ្ដើមសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំប្រឹងប្រែងព្យាយាមយ៉ាងខ្លាំងក្លាទៅហើយក៏ប៉ុន្តែនៅតែលំបាកវេទនាយ៉ាងនេះទៀតចម្លើយគឺថាមិនដូចជាមនុស្សភាគច្រើនបានគិតនោះទេការខិតខំប្រឹងប្រែងតែមួយមុខមិនធានាថាជីវិតនឹងបានទទួលជោគជ័យនោះទេពីព្រោះការខិតខំប្រឹងប្រែងហើយនឹងទិសដៅមិនមែនជារឿងដូចគ្នាឡើយមនុស្សជាច្រើនមិនមែនបរាជ័យដោយសារតែពួកគេខ្ជិលទេពួកគេមិនជោគជ័យពីព្រោះពួកគេបានស្ពាយអំរែកជីវិតច្រើនរឿងពេកបន្ទុកគ្រួសារសម្ពាធលុយកាក់សម្ពាធផ្លូវចិត្តការភ្លេចខ្លាចការសាងកំហុសផ្សេងលក្ខអ្វីទាំងអស់នោះបានដុតបំផ្លាញថាមពលរបស់ពួកគេមុនពេលភាពជោគជ័យរបស់ពួកគេចាប់ផ្ដើមទៅទៀតពេលខ្លះមនុស្សដែលខ្លាំងបំផុតមើលទៅហាក់ដូចជាដើរយឺតជាងគេជាងឯងមិនមែនព្រោះតែពួកគេគ្មានសមត្ថភាពនោះទេប៉ុន្តែពីព្រោះពួកគេផ្ទុកទៅដោយបន្ទុកផ្សេងច្រើនជាងអ្នកដទៃដែលអ្នកផងទាំងឡាយមិនអាចមើលឃើញហើយយើងត្រូវទទួលស្គាល់ថាជីវិតតែងតែមិនយុត្តិធម៌សម្រាប់គ្រប់គ្នាឡើយអ្នកខ្លះចាប់ផ្ដើមនៅពីមុខគេអ្នកខ្លះទៀតចាប់ផ្ដើមនៅពីក្រោយគេប៉ុន្តែចំណុចចាប់ផ្ដើមមិនមែនជាគោលដៅចុងក្រោយឡើយសំណួរពិតមិនមែនថាហេតុអ្វីបានជាខ្ញុំពិបាកនោះទេសំណួរដែលល្អពិតគឺថាតើខ្ញុំអាចគ្រប់គ្រងអ្វីបានចាប់ពីពេលនេះតទៅពីព្រោះថាការរីកចម្រើនពិតប្រាកដមិនចាប់ផ្ដើមពេលជីវិតងាយឬលំបាកនោះទេវាចាប់ផ្ដើមនៅពេលដែលជីវិតមានទិសដៅច្បាស់លាស់នៅពេលនេះអ្នកអាចនៅតែពិបាកអ្នកអាចនៅតែនឿយហត់ប៉ុន្តែការលំបាកមិនមានន័យថាអ្នកបរាជ័យឡើយវាអាចមានន័យថាអ្នកកំពុងរែកអំរែកបន្ទុកច្រើនជាងមនុស្សភាគច្រើនហើយនោះមិនមែនជាភាពខ្សោយរបស់អ្នកទេនោះគឺជាកម្លាំងក្រោមសម្ពាធប្រហែលជាអ្នកមិនដើរនៅពីក្រោយអ្នកដទៃឡើយប្រហែលជាអ្នកគ្រាន់តែដើរលើផ្លូវដែលលំបាកជាងមនុស្សភាគច្រើនហើយមនុស្សដែលរៀនដើរលើផ្លូវដ៏លំបាកខ្លាំងក្លាបែបនេះភាគច្រើននឹងក្លាយទៅជាមនុស្សខ្លាំងក្លាបំផុតនៅចុងក្រោយនេះហើយគឺជាការលើកកម្ពស់ផ្នត់គំនិតដួងព្រលឹងនៃយើង